ចាំមើលលោកប្រធានាធិបតីវ្លាឌីមៀពូទីនមានលេសអ្វីទៀតដែរឬទេលោកប្រធានាធិបតីហ្សេឡែនស្គីបានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងអាចសម្រេចបាននៅក្នុងឆ្នាំនេះហើយក្រោយជជែកគ្នាយ៉ាងស៊ីសង្វាក់តាមទូរស័ព្ទរយៈពេល1ម៉ោងជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំក្រោយជជែកគ្នាជាមួយនឹងលោកហ្សេឡែនស្គីរួចលោកត្រាំបានលើកឡើងភ្លាមថាការសន្ទនាគ្នានោះដែលមានបំណងឲ្យអ៊ុយក្រែននិងរុស្ស៊ីបានយល់ចិត្តគ្នាកាន់តែខ្លាំងអំពីការទាមទារនិងការចង់បាននោះគឺទទួលបានផលល្អប្រសើរណាស់សម្រាប់លោក Zelensky បានចាត់ទុកកិច្ចសន្ទនារវាងលោកជាមួយនឹងលោកត្រាំថាវិជ្ជមានស្មោះត្រង់និងមានអត្ថន័យយ៉ាងជ្រាលជ្រៅលោកបានបន្តនៅក្នុងសម្រងសម្ដីដើមយ៉ាងដូចនេះថាយើងជឿជាក់ថារួមដៃជាមួយអាមេរិកជាមួយប្រធានាធិបតីត្រាំនិងក្រោមការដឹកនាំរបស់អាមេរិកសន្តិភាពយូរអង្វែងអាចនឹងសម្រេចបាននៅក្នុងឆ្នាំនេះលោក Zelensky បានបញ្ជាក់បន្ថែមថាលោកនិងលោកដូណាល់ត្រាំក៏បានពិភាក្សាគ្នាអំពីលទ្ធភាពឲ្យអាមេរិកធ្វើជាម្ចាស់ផ្ទះលើរោងចក្រថាមពល Zaporizhzhia ដែលកំពុងតែកាន់កាប់ដោយរុស្ស៊ីផងដែរក៏ប៉ុន្តែលោកបានទទួលស្គាល់ថារោងចក្រថាមពលដ៏ធំបំផុតមួយនេះនឹងត្រូវចំណាយពេលយ៉ាងតិច2ឆ្នាំដើម្បីជួសជុលឡើងវិញប្រធានាធិបតីបេះដូងដែករូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថាការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនិងកំពង់ផែនោះអាចនឹងកើតមានឆាប់ដើម្បីជាផ្នែកនៃបទជប់បាញ់រយៈពេល30ថ្ងៃប៉ុន្តែលោកសូមព្រមានថាអ៊ុយក្រែននឹងសងសឹកវិញបើរុស្ស៊ីរំលោភលក្ខខណ្ឌនៃបទជប់បាញ់នេះដើម្បីកុំឲ្យពិភពលោកមើលឃើញថាធ្វើតាមតែតោកកំណាចអាមេរិកនោះលោក Zelensky បានបញ្ជាក់ជាថ្មីថាលោកគឺជាមនុស្សបើកចិត្តចំហចូលចិត្តនិយាយត្រង់ឃើញអ្វីថានឹងត្រូវគឺទទួលយកមិនមែនរោងគំនាបរបស់លោកដូណាល់ត្រាំនោះឡើយលោក Zelensky និងលោកពូទីនសិតតែបានលើកឡើងថាបានបញ្ចប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលក៏ប៉ុន្តែបើទោះបីជាយ៉ាងណាមកដល់ឡើងពេលនេះភាគីទាំងពីរនៅតែចោទប្រកាន់គ្នាទៅវិញទៅមកនៅឡើយជុំវិញការវាយប្រហារទៅវិញទៅមកនេះហើយឥឡូវនេះលោក Zelensky ព្រមធ្វើតាមអាមេរិកសឹងតែគ្រប់យ៉ាងទៅហើយនៅឡើយតែរុស្ស៊ីតែប៉ុណ្ណោះហេតុដូច្នេះមានតែរងចាំមើលទេថាតើលោកពូទីនមានលេសអ្វីទៀតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានបង្ហាញកងទ័ពចំនួន 30,000 នាក់មកពី12ប្រទេសត្រៀមបញ្ជូនទៅអ៊ុយក្រែនរុស្ស៊ីគម្រាមផ្ទុះសង្គ្រាមធំនៅតំបន់អឺរ៉ុបទាំងមូលខណៈនេះដោយយោងតាមសម្ដីរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោក Keir Starmer បានបង្ហាញនិងបញ្ជាក់អំពីកងទ័ពនៃសម្ព័ន្ធមិត្តបានត្រៀមរួចរាល់ហើយក្នុងការបញ្ជូនទៅដាក់ពង្រាយលើទឹកដីនៃប្រទេសអ៊ុយក្រែនក្នុងគោលដៅដើម្បីគាំទ្រនៅយុទ្ធសន្តិភាពឬបទឈប់បាញ់គ្នាដែលស្ថិតនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនដែលប្រទេសនេះកំពុងតែហែកហួរដោយសង្គ្រាមពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ីចំពោះការដាក់ពង្រាយកងទ័ពអឺរ៉ុបនៅលើទឹកដីអ៊ុយក្រែននេះគឺដើម្បីរារាំងពីការបង្កការឈ្លានពានជាថ្មីម្ដងទៀតពីប្រទេសមហាអំណាចរុស្ស៊ីនេះហើយនេះគឺយោងទៅតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន European Prada ចុះផ្សាយកាលពីថ្ងៃទី18ខែមីនាឆ្នាំ2025នេះដោយយោងតាមប្រភពដដែលនេះគឺមានប្រទេសចំនួន12បានត្រៀមរួចរាល់ហើយក្នុងការបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែនដែលមានចំនួនសរុបដល់ទៅ 30,000 នាក់ហើយប្រទេសដែលឈានមុខគេគឺមានប្រទេសអង់គ្លេសនិងប្រទេសបារាំងរួមជាមួយនឹងប្រទេសទួរគីកាណាដានិងអូស្ត្រាលីផងដែរចំណែកឯប្រទេសដទៃទៀតដែលជាសម្ព័ន្ធភាពក្នុងការពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននោះមាន35ប្រទេសក៏ប្រកាសអំពីជួយពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនផងដែរមានប្រទេសខ្លះបើទោះបីជាមិនបញ្ជូនទ័ពទៅជួយសន្តិសុខប្រទេសអ៊ុយក្រែនក្តីប៉ុន្តែប្រទេសទាំងនោះបានជួយជាភស្តុភារជាសម្ភារៈសន្តិសុខផងដែរកាលពីថ្ងៃទី16ខែមីនានាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Keir Starmer បានស្នើឲ្យមានកិច្ចប្រជុំមួយនៅសម្ព័ន្ធភាពដើម្បីគាំទ្រប្រទេសអ៊ុយក្រែននៅក្នុងនោះត្រូវបានគេដឹងថាយ៉ាងតិចណាស់ចំនួន35ប្រទេសសន្យាថានឹងជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនផ្នែកសន្តិសុខនៅពេលដែលអ៊ុយក្រែនមានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសរុស្ស៊ីអំពីបទឈប់បាញ់គ្នាឬផែនការសន្តិភាពជាអចិន្ត្រៃយ៍សម្រាប់ប្រទេសអ៊ុយក្រែនបើយោងតាមបណ្ដាញសារព័ត៌មាន European Prada ដដែលនេះគឺបានឲ្យដឹងថាការបញ្ជូនកងទ័ពប្រទេសប្រចាំលោកឬកងទ័ពអឺរ៉ុបនេះទៅកាន់ប្រទេសអ៊ុយក្រែននេះ
គឺមិនមែនសម្រាប់តែប្រទេស35ដែលមានកិច្ចព្រមព្រៀងសន្យាជាមួយនឹងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer រួមជាមួយនឹងប្រធានាធិបតីរបស់បារាំងលោក Macron នោះទេប្រទេសដទៃទៀតក៏លោក Keir Starmer រួមជាមួយនឹងលោក Macron ស្វាគមន៍ផងដែរបើតាមនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសរូបនេះគឺបានឲ្យដឹងថាអង់គ្លេសបានត្រៀមទ័ពសម្រាប់ប្រទេសបស្ចិមលោកយ៉ាងតិចចំនួនជាង 10,000 នាក់នៅខណៈនេះគឺមានប្រទេសជាច្រើនថាពួកគេនឹងបញ្ជូនទ័ពទៅកាន់ប្រទេសអ៊ុយក្រែនផងដែរគឺអាចមានដល់ទៅរហូត 30,000 នាក់លោក Keir Starmer នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសកាលពីដើមឆ្នាំ2025នេះបានទៅធ្វើទស្សនកិច្ចនៅរដ្ឋធានីគៀវនៃប្រទេសអ៊ុយក្រែនហើយក្នុងទស្សនកិច្ចនោះលោក Keir Starmer បានចុះកិច្ចព្រមព្រៀងទ្វេភាគីនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសអង់គ្លេសនិងប្រទេសអ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងនោះនាំឲ្យប្រទេសអង់គ្លេសមានឱកាសនៅក្នុងការបញ្ជូនទ័ពទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីស្ថាបនាកងទ័ពរបស់អង់គ្លេសនៅលើប្រទេសអ៊ុយក្រែនទៀតផងលោក Keir Starmer បានបញ្ជាក់បន្ថែមទៀតថាវត្តមានទ័ពរបស់អឺរ៉ុបនៅលើទឹកដីអ៊ុយក្រែនបញ្ជាក់អំពីការការពាររឹងមាំសម្រាប់សន្តិសុខរបស់ប្រទេសអ៊ុយក្រែនហើយប្រទេសរុស្ស៊ីត្រូវតែទទួលស្គាល់ថាវត្តមានទ័ពរបស់អឺរ៉ុបមិនមែនជាទ័ពឈ្លានពានឬក៏ជាទ័ពប្រយុទ្ធនោះទេគឺជាទ័ពដើម្បីការពារសន្តិសុខសម្រាប់អ៊ុយក្រែនលើកលែងតែទ័ពរបស់អង់គ្លេសឬក៏ទ័ពរបស់អឺរ៉ុបដែលបញ្ជូនទៅកាន់ទឹកដីអ៊ុយក្រែននេះត្រូវបានវាយប្រហារគឺត្រូវតែរកមធ្យោបាយដើម្បីទប់ទល់ហើយលើសពីនេះទៅទៀតនោះក៏មានការព្រមានថាបើប្រទេសណាមួយដែលបញ្ជូនទ័ពទៅអ៊ុយក្រែនហើយត្រូវបានកងទ័ពរបស់រុស្ស៊ីវាយប្រហារនោះដោយគ្រាប់មីស៊ីលវានឹងនាំទៅរកសង្គ្រាមអឺរ៉ុបជាមួយនឹងរុស្ស៊ីដោយជៀសពុំរួចនោះទេស្របពេលជាមួយគ្នានេះដែរថ្នាក់ដឹកនាំរបស់រុស្ស៊ីម្នាក់បានចេញសេចក្តីថ្លែងការណ៍ដោយបានព្រមានថាវត្តមានទ័ពរបស់អឺរ៉ុបនៅលើទឹកដីរបស់អ៊ុយក្រែនបើមាននោះវានឹងក្លាយទៅជាកងទ័ពរបស់អង្គការយោធា NATO ហើយបើមាននៅលើទឹកដីរបស់អ៊ុយក្រែនវាស្មើនឹង NATO ចូលពាក់ព័ន្ធផ្ទាល់សង្គ្រាមនៅលើទឹកដីរបស់អ៊ុយក្រែននៅពេលនោះហើយដែលរុស្ស៊ីនឹងឆ្លើយតបដោយសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់អឺរ៉ុបនេះដែលនេះជាការព្រមានរបស់លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ីដែលរូបគាត់នេះធ្លាប់ជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីផងដែរលោក Dmitry Medvedev គឺជាដៃស្ដាំរបស់លោកពូទីនបរិសុទ្ធនេះហើយដែលតែងតែគម្រាមវាយប្រហារទៅលើប្រទេសអង់គ្លេសឬក៏ប្រទេសបារាំងដោយក្បាលគ្រាប់នុយក្លេអ៊ែរប្រសិនបើប្រទេសទាំងពីរនេះឈានដល់ការចូលពាក់ព័ន្ធដោយការលើកទ័ពចូលទៅខាងក្នុងទឹកដីរបស់អ៊ុយក្រែនក៏ប៉ុន្តែគេកត់សម្គាល់ឃើញថាប្រទេសអឺរ៉ុបមិនដែលខ្លាចចំពោះការគំរាមរបស់មេដឹកនាំប្រទេសរុស្ស៊ីនោះទេជាពិសេសនោះគឺប្រទេសអង់គ្លេសនិងប្រទេសបារាំងនេះលោក Dmitry Medvedev បានបញ្ជាក់នៅក្នុងសាររបស់គាត់ហើយត្រូវបានគេមើលឃើញនៅលើបណ្ដាញសង្គម X លោក Dmitry Medvedev បានបញ្ជាក់បន្ថែមទៀតថានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសប្រធានាធិបតីរបស់ប្រទេសបារាំងគឺជាមេដឹកនាំដែលឈួតលីលាពួកគេបានបញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរបបណាស៊ីនៅលើទឹកដីរបស់អ៊ុយក្រែននេះហើយថាបើដូច្នេះមែនមានន័យថាសង្គ្រាមរវាងរុស្ស៊ីជាមួយនឹង NATO នឹងផ្ទុះឡើងហើយវាជាសង្គ្រាមដ៏ធំនៅតំបន់អឺរ៉ុបលោក Dmitry Medvedev នៅបន្តបញ្ជាក់បន្ថែមទៀតថាមេដឹកនាំប្រទេសពីរនេះគួរតែទៅសុំយោបល់ជាមុនសិនពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ទីក្រុងមូស្គូតែងតែបញ្ចេញប្រតិកម្មខ្លាំងៗដោយចោទថាអឺរ៉ុបកំពុងតែមានផែនការជំរុញឲ្យមានសង្គ្រាមធំដែលទីក្រុងមូស្គូមិនខ្លាចលេងជាមួយនោះទេបើតាមរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី Sergei Lavrov លោកក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថាការបញ្ជូនទ័ពរបស់អឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែនវាមិនមែនជាកងរក្សាសន្តិភាពនោះទេប៉ុន្តែវាជាអង្គភាពនៃកងទ័ពអង្គការយោធា NATO ក៏ព្រោះតែវាមិនត្រូវចំពោះដំណោះស្រាយនៃការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron បានចេញសារព្រមានទៅរុស្ស៊ីថាបើទោះបីជាអឺរ៉ុបបញ្ជូនទ័ពរបស់អឺរ៉ុបទៅកាន់ទឹកដីរបស់អ៊ុយក្រែនក៏ដោយក៏រុស្ស៊ីគ្មានសិទ្ធិមកបង្គាប់បញ្ជានោះទេក៏ព្រោះតែវាជាកាតព្វកិច្ចវាជាសេចក្តីសម្រេចរបស់ប្រទេសអ៊ុយក្រែនដែលអ៊ុយក្រែនមានដែនអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួនហើយលោក Macron បានថ្លែងបន្តទៀតថារុស្ស៊ីមិនត្រូវប្រើប្រាស់លក្ខខណ្ឌណាដែលហួសពីព្រំដែនរបស់ខ្លួននោះទេបើតាមប្រធានាធិបតីរបស់បារាំងលោក Macron ការបញ្ជូនទ័ព
អឺរ៉ុបទៅអ៊ុយក្រែនវាជាដែនអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រែនជាមួយប្រទេសនៅអឺរ៉ុបហើយរុស្ស៊ីគ្រាន់តែជាភាគីគ្រាន់តែដឹងឮតែប៉ុណ្ណោះគឺគ្មានសិទ្ធិក្នុងការបញ្ជាឲ្យអឺរ៉ុបធ្វើនេះធ្វើនោះបាននោះទេមេដឹកនាំរបស់អឺរ៉ុបតែងតែជួបប្រជុំគ្នាដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី6ខែមីនាឆ្នាំ2025នេះមានមេដឹកនាំសហភាពអឺរ៉ុបចំនួន27ប្រទេសបានជួបគ្នានៅទីក្រុងព្រុយសែលប្រទេសបែលហ្សិកនៅពេលនោះហើយមេដឹកនាំអឺរ៉ុបបានថ្លែងនៅចំពោះមុខប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាគឺអឺរ៉ុបនៅពីក្រោយអ៊ុយក្រែនជាប់ជានិច្ចដើម្បីពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនដូច្នេះហើយបានជាអឺរ៉ុបត្រូវតែបញ្ចេញកញ្ចប់ថវិកាដើម្បីជួយពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែនហើយនៅចុងក្រោយនេះអឺរ៉ុបបានអនុម័តនៅទំហំសាច់ប្រាក់បន្ថែមទៀតចំនួន$3,500 លានសហរដ្ឋអាមេរិកដែលជាជំនួយចុងក្រោយថ្មីទៀតរបស់សហភាពអឺរ៉ុបទៅឲ្យអ៊ុយក្រែនគឺជំនួយយោធារួមនឹងជំនួយផ្សេងៗទៀតដែលត្រូវពង្រឹងសមត្ថភាពនិងការតស៊ូនៃប្រជាជនអ៊ុយក្រែនក្នុងបុព្វហេតុដើម្បីប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៊ីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងនៅឯជំនួបកំពូលមេដឹកនាំអឺរ៉ុបកាលពីថ្ងៃទី6ខែមីនានោះថាក្នុងគោលដៅមួយដើម្បីពង្រឹងសន្តិសុខរបស់ខ្លួននេះអឺរ៉ុបបានកំណត់ផែនការនៃថវិកាសម្រាប់ពង្រីកនិងពង្រឹងតំបន់អឺរ៉ុបក្នុងរយៈពេល10ឆ្នាំទៅមុខនោះក្នុងទំហំសាច់ប្រាក់$867,000 លានសហរដ្ឋអាមេរិកហើយក្នុងនោះក៏ជាផ្នែកមួយដើម្បីជួយពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ